ចាបងប្អូនថ្ងៃនេះមកសាកលះដុតអ៊ីតុងគេល្បីនៅខេត្តសៀមរាបបងប្អូនចាគេមានលះដុតដាក់ចាន់ដែកមានខ្ចៅមានខ្យងមានក្តាមមានងាវអីចឹងណាបងប្អូនមានទាំងពងក្រួចដុតចេះដែរហើយកូនខ្ញុំវិញជនជាតិអាមេរិកកាត់ខ្មែរទេប៉ុន្តែគឺចូលចិត្តណាស់របស់ទីថារោមមកពីស្រែក្តាមខ្យងអីចឹងណាបងប្អូនហើយទៅណាក៏មិនភ្លេចដែរគឺបាយសញ៉ាំអីក៏ដោយគឺត្រូវការមានបាយសហើយបើសិនជាអត់បាយសហ្នឹងគឺររឿងចានឹកឃើញការគាត់នៅអាមេរិកជាមួយប៉ាគាត់ទៅពេលខ្ញុំមកខ្មែរចៅគាត់មុន2ខែគឺថាទីរោតបាយសទេពេលទេទៅលើកណាថាឌីអត់បានដាំបាយសឲ្យចាមួយយ៉ាងដែរនៅចានៅកន្លែងលះអ៊ីតុំនេះគឺគាត់ធ្វើមើលទៅលក្ខណៈជាលក្ខណៈគ្រួសារទេបងប្អូនលក់ដូរប៉ុន្តែមានភ្ញៀវចូលច្រើនជាហូរហែចាហើយថ្ងៃហ្នឹងពួកខ្ញុំបានកំងមានប្រហិតចាប្រហិតរុំបន្លែបងប្អូនចាហើយនិយាយទៅនៅឃើញឃ្លានទៀតបងប្អូនប្រហិតរុំបន្លែគាត់ឆ្ងាញ់ហើយនឹងស្លាប់មាន់កំពងតែបើសិនជាគ្រឿងដុតអីផ្សេងដូចជាខ្យងដុតខ្ចៅដុតនិងងាវអីហ្នឹងគឺសម្រាប់ខ្ញុំបងប្អូនទឹកជ្រលក់គាត់រៀងផ្អែមបន្តិចប៉ុន្តែបើសិនជាបងប្អូនគាត់ចូលចិត្តញ៉ាំផ្អែមដែរគឺល្មមហើយបងប្អូនប៉ុន្តែខ្ញុំគឺរៀងផ្អែមប៉ុន្តែយើងអាចជ្រលក់ទឹកម្រេចទឹកអីផ្សេងបានទៀតអញ្ចឹងណាបងប្អូនចាតែញ៉ាំថ្ងៃហ្នឹងកំងរៀងច្រើនដែរអញ្ចឹងណាបងប្អូនមានទាំងក្រួចដុតមានលះដុតមានខ្ចៅស្លាប់មាន់បំពងប្រហិតចាផាត់ជៀនហ្នឹងបងប្អូនចានឹកឃើញការនៅអាមេរិកគឺអត់ដែរបានញ៉ាំទេរបស់នេះព្រោះដោយសារតែភាគច្រើននៅរដ្ឋដែលខ្ញុំនៅទៅគឺអត់ដែរឃើញមានលះអីលក់ទេខ្ចៅអីចឹងណាបងប្អូនចាបើពងក្រួចគេមានលក់ប៉ុន្តែគាត់ថាអត់ធ្វើរូបមន្តដូចរសជាតិដូចនៅខ្មែរយើងអញ្ចឹងណាចាហើយសម្រាប់តម្លៃធូរថ្លៃឯងបងប្អូនដូចជាមួយចានមានមួយចាន 10000 មួយចាន 20000 30000តាមនឹងអញ្ចឹងណាបងប្អូនបើក្រួចវិញគឺមានចានតូចចានធំដែរមានគេមាន10គ្រាប់20គ្រាប់5គ្រាប់អីអញ្ចឹងទៅចាហើយសម្រាប់យើងយកទៅពីបានអូដៃបានហើយតទៅវាបានយ៉ាងប្រៃមាននោះតាហៅឯគ្រឿងផ្អាំខៃនេះគ្រឿងជាមួយចៅគ្រឿងមួយគ្នាដែរចឹងរសជាតិដូចគ្នាពេលយើងដាក់នេះរសជាតិទៀតចៅរសជាតិផ្សេងអីរសជាតិដូចចឹងណាឆ្ងាញ់ហ៎ណាលីណាហៅកូនយ៉ាលក់មើលហៅអត់ហៅអត់ធ្វើមុខខឹងវាហុំភ្លក់ហៅអត់ហៅអត់ភ្លក់ណែវាហុំភ្លក់ឆ្ងាញ់ហ៎ឆ្ងាញ់ណាស់ហ៎បាយដាំថ្មីដែរអូនអូខេច្រើនពេកដល់យកទៅពីបានអូនឯងបាយយកទៅពីអូនញ៉ាំឆ្អែតអត់ដាក់ហ្នឹងអូខេខ្លាច់ខ្វាស់មើលមីលីគួរឲ្យមើលមីលីគួរឲ្យមើលនេះមកបាទខ្ញុំមកចាណាហើយណាលីគួរណាលីខំគួរឆ្ងាញ់ណាស់ណាលីគួរមិនបានញ៉ាំទេឲ្យមីលីគួរឲ្យប្រាប់មីលីគួរឲ្យអូនប្រឡាក់ដែរហ៎ចាខ្ញុំបានញ៉ាំជីកាញ៉ាំញ៉ាំវាហមម៉ែសុតតាលីអ្នកមួយម៉ាត់ញ៉ាំញ៉ាំហ្នឹងគេមានដាក់ផែនដាដែរតាបាទដាក់ហ្វូតផែនដាដែរខ្ញុំប្រាប់ចៅឯងតាតែរំដល់ផ្ទះយើងតិចបាត់Well, I said everything is a song.
កូនប្រុសរបស់ខ្ញុំគេចូលចិត្តខ្ចៅជាងចាបើសិនជាកូនស្រីចូលចិត្តតពងក្រួយទេហើយនឹងស្លាប់មន់បើវាហូមគឺបានចាក់ខ្ចៅគឺដៃញាប់ជាងគេទៀតប៉ុន្តែគាត់ថាពេលញ៉ាំខ្ចៅរឿងពិបាកជាងខ្យងបងប្អូនទេថាខ្យងរឿងធំទៅយើងចាក់ស្រួលដល់ពេលខ្ចៅនេះរៀងមកពីគាត់អត់កាប់កគូតិចអញ្ចឹងពេលចាក់ពិបាកញ៉ាំដែរតគោះចាបានមីងគេនឹងឯងជួយគោះនៅឃើញការនៅអាមេរិកគឺអត់ដែរបានញ៉ាំតែគ្រឿងអស់នឹងហើយពេលមកខ្មែរអញ្ចេះគឺបាក់សម្រក់គីឡូណាបងប្អូនខ្ញុំទឹកតែសម្រាប់កូនហើយឡើងគីឡូទៀតចឹងណាឡើង10គីឡូប៉ុន្តែឥឡូវចង់សម្រក់10គីឡូនឹងគឺរៀងតឹងមែនទែនដោយសារតែនៅសៀមរាបយើងសិតតែរបស់ឆ្ងាញ់ងាកទៅណាក៏របស់ឆ្ងាញ់ហើយងាយស្រួលក្នុងការដែលរោញ៉ាំទៀតហើយបន្ទាប់ពីចេញពីញ៉ាំអីមកនាំគ្នាទៅផ្សារទំនើបចាគេហៅផ្សារអង្គរបងប្អូនទិញគ្រឿងក្រៅមកធ្វើម្ហូបញ៉ាំនៅផ្ទះម្ដងនិយាយទៅមួយថ្ងៃគិតទៅពីរឿងញ៉ាំនឹងឯងនៅស្រុកយើងព្រោះគេថាសាប៊ូរបស់ញ៉ាំហើយបើសិនជាការចំណាយរឿងហូបចុកនៅស្រុកយើងខ្ញុំគិតថាប្រហាក់ប្រហែលគ្នាការពួកខ្ញុំនៅអាមេរិកដែរព្រោះដោយសារតែកូនហើយនឹងប្តីដូចពួកយើងមានតម្រូវការប្រើប្រាស់ផ្សេងគ្នាអញ្ចឹងណាបងប្អូនដូចថាអាហារបរទេសក៏រៀងតម្លៃថ្លៃដែរពេលនាំចូលមកស្រុកខ្មែរយើងអញ្ចឹងណាគាត់ថាអាហារអាស៊ីយើងរៀងធូរថ្លៃចាហើយនឹងទៅជាមួយនឹងកូនធំគឺថាទុកកូនបើចាកូនងានៅផ្ទះគឺបានដេឌីមើលចាបានដេឌីនៅផ្ទះទៅគាត់ធ្វើការបដាគាត់មើលបដាអញ្ចឹងណាចឹងពួកខ្ញុំបានឆ្លៀតនាំកូនធំទៅញ៉ាំអីចាហើយនៅនេះយើងម្យ៉ាងដែរព្រោះយើងអត់ចាំបាច់ទេថាអូចាំប្តីបើកឡានជូនឬអីទៅទេគឺត្រូវការទៅណាមកណាទៅញ៉ាំអីចឹងក៏ហៅ pass app ឬក៏តុកអីទៅអញ្ចឹងណាបងប្អូនអស់ត្រឹមតែចាទៅមកអស់ត្រឹម$5អីឬក៏$3អីយើងអាចទៅដូរគោលដៅដែលយើងចង់ទៅហើយទៅអង្គុយញ៉ាំអីចឹងទៅយើងចំណាយពេលមួយក្មេងៗខ្លះអញ្ចឹងជាងដែលនៅផ្ទះរហូតចឹងណាបងប្អូនពោះបើសិនជាការដែលខ្ញុំនៅផ្ទះនៅអាមេរិកនោះភាគច្រើនខ្ញុំនៅផ្ទះច្រើនអត់សូវបានចេញក្រៅទេព្រោះយើងចេញក្រៅទៅណាទៅណីចឹងយើងទៅញ៉ាំអីនៅខាងក្រៅភាគច្រើនគឺអាហារនៅខាងក្រៅថ្លៃជាងអាហារដែលយើងទិញសាច់ទិញអីយកមកធ្វើនៅផ្ទះអញ្ចឹងណាបងប្អូនអញ្ចឹងភាគច្រើនគឺសម្រាប់ខ្ញុំរស់នៅអាមេរិកគឺភាគច្រើនគឺញ៉ាំចាទិញអាហារបន្លែប្លុកហ្នឹងយកមកធ្វើអាហារញ៉ាំនៅផ្ទះតែនៅស្រុកយើងភាគច្រើនយើងអាចទិញអាហារពីខាងក្រៅញ៉ាំបានញឹកប៉ុន្តែយើងត្រូវគិតពីសុខភាពថាស្អាតមិនស្អាតអញ្ចឹងយើងរើសកន្លែងដែរអញ្ចឹងណាបងប្អូនថាបើយើងទិញបន្លែប្លុកយកមកធ្វើខ្លួនឯងទៅយើងដឹងអំពីគ្រឿងក្រៅដែរអានឹងក៏មួយយ៉ាងដែរប៉ុន្តែថ្ងៃណាដែលយើងខ្ជិលឬក៏យើងថ្ងៃណាយើងចង់នាំកូនចេញក្រៅហើយមានការងាយស្រួលដោយសារនៅសៀមរាបនេះមានហាងច្រើនមានហាងកូរ៉េជប៉ុនហាងចាអ៊ីតាលីអីចឹងណាហើយមានបែបម្ហូបសិក្សាម្ហូបខ្មែរយើងទូទៅទលំទលាយច្រើនជាងចាជាងពេលដែលខ្ញុំរស់នៅនោះភាគច្រើនទៅណាខ្ញុំញ៉ាំតែម្ហូបមីស៊ីកូពួកប្តីខ្ញុំក៏ចូលចិត្តម្ហូបមីស៊ីកូហើយមួយទៀតហាងអាស៊ីយើងអត់សូវមានទេនៅរដ្ឋដែលខ្ញុំរស់នៅអញ្ចឹងណាចាអញ្ចឹងទៅគេថាមករស់នៅសៀមរាបនេះបាន20ថ្ងៃខ្ញុំចូលចិត្តនៅទីនេះ